បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពី project ដែលខ្ញុំធ្វើនៅកន្លែងធ្វើការបន្តិចបាទហើយនេះជាការងារដែលមេដែលគាត់ដាក់ឲ្យធ្វើអាហ្នឹងតាមពិតទៅគឺជាកិច្ចការរបស់មេទេជាកិច្ចការរបស់គាត់ដែលធ្វើទេប៉ុន្តែដោយសារគាត់អត់បានមកធ្វើការបាទគាត់សុំច្បាប់ទៅដូច្នេះហើយដល់ពេលខ្ញុំឃើញអញ្ចឹងទៅខ្ញុំក៏ជួយធ្វើគាត់ទៅដោយសារតែខ្ញុំចេះអាហ្នឹងមកពីមុនផងបាទហើយអាហ្នឹងគឺភាគច្រើនគឺជាកិច្ចការរបស់មេធំបងប្អូនបាទគឺជា manager គាត់ជាអ្នកធ្វើជា reset ហើយអញ្ចឹងទៅ new module អានេះថាជាអីវ៉ាន់ដែលមកថ្មីអញ្ចឹងយើងត្រូវ reset ទៅយើងដកអាចាស់ហ្នឹងយកទៅលក់ clean ទៅលក់លាង stock ទៅហើយអាថ្មីហ្នឹងគឺយកមកដាក់មកតម្លៃថ្មីទៅហើយឆ្នេះហើយគឺខ្ញុំបើធ្វើអាហ្នឹងទៅដោយសារតែកន្លែងដែលខ្ញុំធ្វើការនោះវាទំនេរអត់មានការងារធ្វើដែរអញ្ចឹងគឺខ្ញុំជួយធ្វើហ្នឹងទៅបាទបន្ទាប់មកគឺខ្ញុំត្រូវធ្វើអាហ្នឹងមួយរហូតបាទដូចជាក្នុងមួយប្រឡោះហ្នឹងមួយ section ហ្នឹងគឺមានដូចជា60មុខបាទ60មុខអញ្ចឹងគឺខ្ញុំត្រូវ scan ទាំង60ហ្នឹងតែម្ដង scan ពី1រហូតដល់60បាទពេលខ្លះវែងណាស់បងប្អូនអញ្ចឹងត្រូវឆែកមើលអាกระดาษហ្នឹងដើម្បីថាតើយើង scan ហ្នឹងវាត្រូវអត់អីអត់បើយើង scan ខុសអញ្ចឹងវាខុសដល់វាខុសតែមួយគឺវាខុសទាំងអស់តែម្ដងបាទដូច្នេះហើយយើងត្រូវ scan សារឡើងវិញហើយនេះដល់បន្ទាប់ពីខ្ញុំ scan ហើយគឺ system វាចាប់ផ្ដើម update មកហើយបាទវា update មកគឺវា load មកហើយអញ្ចឹងវា load តម្លៃ load វា load មកដាក់ចំនួនប្រមាណអញ្ចឹងវានៅក្នុង system ហ្នឹងគឺវាមានទាំងអស់បាទគឺវាមានទាំងអស់អញ្ចឹងយើងចាប់ផ្ដើមឆែកវាបន្ទាប់ពីវាចេញអញ្ចឹងហើយគឺយើងចាប់ផ្ដើមឆែកវាថាតើមុខលេខកូដរបស់វាហ្នឹងគឺវាត្រូវជាមួយនឹងតម្លៃដែលយើង set នឹងអត់បាទអញ្ចឹងគឺយើងត្រូវឆែកទាំងអស់គ្រប់ទាំងអស់ទាំង60មុខហ្នឹងអញ្ចឹងយើងឆែកម្ដងមួយបាទអញ្ចឹងបើមានអាណាដែលវាអត់មានគឺវាបានន័យថាហ្នឹងគឺយើងត្រូវដកវាចេញហើយដើម្បីយកទៅកន្លែងណាគេលក់លាង stock ផ្សេងទៀតគេបញ្ចុះតម្លៃអញ្ចឹងទៅតាមភាគរយដែលគេចង់ចោះអញ្ចឹងបាទហើយអានេះគឺខ្ញុំរកឃើញហើយឃើញថាអាហ្នឹងគឺត្រូវដកចេញហើយបាទមួយមុខហ្នឹងបាទដូច្នេះហើយវាมันមានអីនេះទេព្រោះយើងធ្វើតាម system ហ្នឹងទាំងអស់បងប្អូនបាទយើងធ្វើតាម system វាមួយហ្នឹងមកបាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនចាំមានវីដេអូក្រោយខ្ញុំនឹង update ជូនបងប្អូនឲ្យឃើញពីសកម្មភាពដែលខ្ញុំធ្វើការទៀតបងប្អូនបាទអរគុណជំរាបលា